សូមពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាចុចពាក្យ Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានហោរាសាស្ត្រព្រមទាំងអត្ថបទចែកទំលែកផ្សេងៗជាមួយនឹងខ្ញុំបាទជារៀងរាល់ថ្ងៃបាទជាដំបូងខ្ញុំបាទសូមលំអរកាយគោរពនិងជំរាបសួរទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានដែលតែងតែនិយមតាមដានសន្តាប់នៅនីតិហោរាសាស្ត្រជាមួយនឹងខ្ញុំបាទជារៀងរាល់ថ្ងៃនៅវេលាថ្ងៃនេះយើងជួបគ្នាសាជាថ្មីនៅក្នុងនីតិហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំទាំង12នៅវេលាថ្ងៃសុក្រចំពោះការមើលតាមតម្រាទិញរបស់វិញបើសិនជាទិញរបស់នៅក្នុងថ្ងៃសុក្រនេះរបស់នោះនឹងមានសិរីសួស្តីត្រជាក់ត្រជុំកូនចៅប្រាយុទ្ធទៅនឹងបានសុខសាន្តនឹងមានសេចក្តីចម្រើនបាទពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាមុននឹងចូលដល់នីតិហោរាសាស្ត្រសម្រាប់ថ្ងៃសុក្រនេះខ្ញុំបាទក៏សូមលើកដៃបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ដែលមានឫទ្ធិបារមីសូមជួយតាមថែរក្សាពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យទទួលបានសេចក្តីសុខនិងមានសុភមង្គលនៅក្នុងក្រុមគ្រួសារបាទជាបន្តដើម្បីកុំឲ្យខាតពេលវេលាយូរសូមពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាតាមដានសន្តាប់នៅនីតិហោរាសាស្ត្រសម្រាប់ថ្ងៃសុក្រនេះជាមួយនឹងខ្ញុំបាទដូចតទៅបាទសម្រាប់ថ្ងៃសុក្រនេះចំពោះការធ្វើដំណើរដើម្បីប្រកបរបររកស៊ីអស់លោកអ្នកត្រូវប្រកាន់យកទិសពីរយ៉ងតែកុំចោលយាត្រាទៅទិសអាគ្នេយ៍គឺជាទិសអពមង្គលសម្រាប់ថ្ងៃសុក្រនេះធ្វើកាត់ការងារអ្វីមិនគួរប្រសើរឡើយចំពោះការមើលតាមទំនាយជ័យឬនៃការអង្គុយឲ្យមានសិរីសួស្តីជ័យមង្គលនិងដើម្បីទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះឲ្យអង្គុយទៅទិសអាគ្នេយ៍បែរមុខទៅរកទិសខាងលិចចំពោះការមើលតាមក្បួនការកបាតយាមកាឡាឬគេហៅថាសតកាយាម25ជាន់សម្រាប់ធ្វើដំណើរទៅកាន់ទីជិតឆ្ងាយយប់ឬថ្ងៃអ្នកណាធ្វើតាមក្បួននេះនឹងមានប្រសិទ្ធភាពណាស់សម្រាប់ក្បួនការកបាតយាមកាឡាក្នុងថ្ងៃសុក្រនេះមានដូចតទៅចំពោះម៉ោងយប់ព្រឹកគឺជាម៉ោង04នៅចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យព្រោះគ្មានអ្វីមកយាយីបានឡើយមានតែលៀបចូលពេញបរិបូរណ៍ចំពោះម៉ោងពេញពន្លឺគឺជាម៉ោងកាកបាទទៅណាមកណានឹងកើតក្តីអន្តរាយគួរប្រុងប្រយ័ត្នក្នុងការបណ្ដាក់ទុនផ្សេងរឿងទុកដាក់របស់របរឲ្យបានត្រឹមត្រូវជៀសវាងការបាត់បង់ដោយប្រការណាមួយបើចេញដំណើរពីផ្ទះនៅចន្លោះម៉ោងនេះចំពោះម៉ោងថ្ងៃត្រង់គឺជាម៉ោងផ្នត់សូន្យតទេគ្មានអ្វីសោះមានន័យថាមិនបានទទួលលាភអ្វីហើយក៏មិនជួបនឹងគ្រោះថ្នាក់អ្វីដែរចំពោះម៉ោងរសៀលគឺជាម៉ោង02ជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាបានសេចក្តីសុខសម្រាប់ម៉ោងនេះចំពោះម៉ោងល្ងាចយប់គឺជាម៉ោង01មានន័យថាការធ្វើដំណើរឬធ្វើជំនួញផ្សេងមិនល្អឡើយគឺជាគ្រោះកាចនៅចន្លោះម៉ោងនេះជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយតែបើបានជាធ្វើដំណើរហើយសូមប្រយ័ត្នចរាចរណ៍ឲ្យបានខ្ពស់បំផុតសម្រាប់អស់លោកអ្នកដែលកើតឆ្នាំជូតនាមសត្វកណ្ដុរធាតុទឹកពងទេប្រាប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងប៉ងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬជាវាយនាយក្រៅពីនេះបើអស់លោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍មានភាពលោភលឿននឹងគ្នាខ្លាំងណាស់សម្រាប់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវនាមសាទគោធាតុដីពងមនុស្សប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងប៉ងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តាន
ជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានិងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើអស់លោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍មានភាពលោកលឿននឹងគ្នាខ្លាំងណាស់សម្រាប់អស់លោកអ្នកដែលកាលឆ្នាំខាលនាមសត្វខ្លាធៀបឈើពុកយៈស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណាត់ផ្លូវដ៏តានតឹងដោយសារតែមានសភាពពិបាករួលទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាបកាសដូចនេះចូលប្រុងប្រយ័ត្នកើតជាចំនួនវិវាទជាមួយនឹងនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលណាហើយការងារជួញដូរទីចិត្តទីឆ្ងាយជួបតែភាពរកម្មរកោសរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្ដូរព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរសម្រាប់អស់លោកអ្នកដែលកើតឆ្នាំថោះនាមសត្វទុនសាយធៀបឈើពងមនុស្សស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារចរចារឿងអ្វីមួយពីព្រោះថារឿងអ្វីតែងតែហុចផលផ្លែផ្កាមកវិញជានិច្ចរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកអាចបណ្ដាក់ទុនរកស៊ីជាព្រំព្រៃធំនិងអាចចិនទៅរកស៊ីនៅទីជិតទីឆ្ងាយដោយអាចសមប្រកបទាំងអស់ហើយអាចរកផលកម្រៃគ្រាន់បើជាងមុនរីឯការធ្វើដំណើរទៅទីជិតទីឆ្ងាយជួបតែភាពសុខសាន្តជាដរាបដូតសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំប្រុសស្រីអ្នកអាចសាងស្នេហាចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងនោះទេសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរោងនាមសត្វនាគធៀបមាសពងទេវតាប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណាត់ផ្លូវដ៏តានតឹងដោយសារតែមានសភាពពិបាករួលទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូចនេះចូលប្រុងប្រយ័ត្នកើតជាចំនួនវិវាទជាមួយនឹងនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលណាហើយការងារជួញដូរទីចិត្តទីឆ្ងាយជួបតែភាពរកម្មរកោសរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្ដូរព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរសម្រាប់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់នាមសត្វពស់ធៀបភ្លើងពងមនុស្សប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះចំពោះការងាររកស៊ីជួញដូរតែងតែជួបនៅឧបសគ្គជាច្រើននៅក្នុងរយៈពេលនេះដោយសារតែផលចំណូលមានការហូរចូលតិចតួចស្ដួយស្ដាងនិងកម្រៃដែលទទួលបានពីកម្លាំងញើសឈាមវិញនោះគឺរកបានតាំងតែកម្ចាយវិញទូឲ្យសោះព្រោះអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារក្នុងរយៈពេលនេះដែរទោះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយត្រូវតែមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការថ្នាំងថ្នាក់និងការទើសចិត្តគ្នាច្រើនហើយសូមប្រយ័ត្នចំពោះក្រុមមនុស្សទី3ចូលមុខជ្រៀតជ្រែកនាំឲ្យកើតជាចំនួនវិវាទឈានទៅដល់ការប្រែឆាឡើងសម្រាប់អស់លោកអ្នកដែលកើតឆ្នាំមមីនាមសត្វសេះធៀបភ្លើងពងទេវតាស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណាត់ផ្លូវដ៏តានតឹងដោយសារតែមានសភាពពិបាករួលទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះ
រីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាបកាសដូចនេះចូលប្រុងប្រយ័ត្នកើតជាចំនួនវិវាទជាមួយនឹងនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការងារជួញដូរទីចិត្តទីឆ្ងាយជួបតែភាពរកម្មរកោសរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្ដូរព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរសម្រាប់អស់លោកអ្នកដែលកើតឆ្នាំមម៉ែនាមសត្វពពែធៀបមាសពងទេពតាស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាបណ្ដើរនៅក្នុងរយៈពេលនេះដែរជួនចិត្តប្រសើរជាងជួនឆ្ងាយព្រោះការដើរហើរផ្លូវឆ្ងាយបើមិនបានជួបគ្រោះអាក្រក់នោះទេក៏នឹងបានត្រឹមតែបានដាច់ទៅទេនឹងនាំរឿងក្តៅក្រហាយចូលផ្ទះវិញតែប៉ុណ្ណោះហើយបើសិនជានឹងបានចូលរួមកម្មវិធីផ្សេងចូលរៀបចំអាកប្បកិរិយាឲ្យបានសមរម្យទើបមិនអាប់អោនដល់កិត្តិយសរីឯបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមេម៉ាយពោះម៉ាយសូមប្រយ័ត្នមនុស្សទី3ចូលមកអត់អាលសម្រាប់អស់លោកអ្នកដែលកើតឆ្នាំវកនាមសាទស្វាធៀបដែកពងយៈប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារចរចារឿងអ្វីមួយពីព្រោះថារឿងអ្វីតែងតែហុចផលផ្លែផ្កាមកវិញជានិច្ចរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកអាចបណ្ដាក់ទុនរកស៊ីជាត្រង់ព្រៃធំនិងអាចចេញទៅរកស៊ីនៅទីជិតទីឆ្ងាយដោយអាចសំប្រកបទាំងអស់ហើយអាចរកផលកម្រៃគ្រាន់បើជាងមុនរីឯការធ្វើដំណើរទៅទីជិតទីឆ្ងាយជួបតែភាពសុខសាន្តជាដរាបដូចសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំប្រុសស្រីអ្នកអាចសាងស្នេហាចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងនោះទេសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរកានាមសត្វមន់ធៀបដែកពងយៈប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រាប់តាមបំណងបងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬជាវាយនាយក្រៅពីនេះបើអស់លោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍មានភាពលោកលឿននឹងគ្នាខ្លាំងណាស់សម្រាប់អស់លោកអ្នកដែលកើតឆ្នាំចនាមសត្វឆ្កែធាតុដីពងយៈស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណាត់ផ្លូវដ៏តានតឹងដោយសារតែមានសភាពពិបាករុលទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូចនេះចូលប្រុងប្រយ័ត្នកើតជាចំនួនវិវាទជាមួយនឹងនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការងារជួញដូរទីចិត្តទីឆ្ងាយជួបតែភាពរកម្មរកោសរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្ដូរព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរសម្រាប់អស់លោកអ្នកដែលកើតឆ្នាំកុលនាមសត្វជ្រូកធៀបទឹកពងមនុស្សស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះចំពោះការងាររកស៊ីជួញដូរតែងតែជួបនៅឧបសគ្គជាច្រើននៅក្នុងរយៈពេលនេះដោយសារតែផលចំណូលមានការហូរចូលតិចតួចស្ដួយស្ដើងនិងកម្រៃដែលទទួលបានពីកម្លាំងញើសឈាមវិញនោះគឺរកបានតាំងតែកម្ចាយវិញទូឲ្យសោះព្រោះអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារក្នុងរយៈពេលនេះដែរទោះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយត្រូវតែមានស្មារតីប្រុងប្រយ័ត្ន
ជាប់ជានិច្ចរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការថ្នាំងថ្នាក់និងការទៅចិត្តគ្នាច្រើនហើយសូមប្រយ័ត្នចំពោះក្រុមមនុស្សទី3ចូលមុខជ្រៀតជ្រែកនាំឲ្យកើតជាចំនួនវិវាទឈានទៅដល់ការប្រែឆាឡើងបាទពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អាននាទីហោរាសាស្ត្រនៅក្នុងថ្ងៃនេះក៏ដល់ទីបញ្ចប់បើសិនជាចូលចិត្តសូមចុច like ដើម្បីគាំទ្រនិងបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់បងប្អូននៅ comment ខាងក្រោមជាចុងក្រោយខ្ញុំបាទក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានស្ដាប់យើងខ្ញុំរហូតដល់ទីបញ្ចប់ហើយខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតឡើយសូមអរគុណនិងសូមជម្រាបលា